សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថាពិតឬមិនពិតរួមភេទចិត្តគ្រប់ខែជួយឲ្យសម្រាលកូនលឿនមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំពេលនិយាយដល់រឿងរួមភេទពេលមានផ្ទៃពោះម្នាក់ច្បាស់ជាគិតថាពុំមានសុវត្ថិភាពនោះទេជាពិសេសនៅពេលពពោះត្រីមាសដំបងនិងចិត្តដល់ពេលគ្រប់ខែតែក៏មានមតិមួយចំនួនលើកឡើងថាការរួមភេទចិត្តគ្រប់ខែជួយឲ្យសម្រាលកូនលឿនតើពិតមែនដែរឬទេនាយិកាសេវាគ្លីនិករៈលោកស្រីវិជ្ជបណ្ឌិតពឹងជុតិមាបកស្រាយថាការរួមភេទចិត្តគ្រប់ខែជួយឲ្យសម្រាលកូនលឿនប្រហែលជាអាចត្រូវបានខ្លះព្រោះពេលយើងរួមភេទម្ដងរាងកាយសាច់ដុំរាងកាយទាំងមូលធ្វើការពិសេសសាច់ដុំអាងត្រគាកអញ្ចឹងនៅពេលសាច់ដុំធ្វើការធ្វើឲ្យពេលសម្រាលកូនសាច់ដុំដំណើរការរស់រវើកមិនស្ពឹកស្រពន់ល្អក្នុងពេលប្រឹងសម្រាលកូនប៉ុន្តែអ្វីដែលជួយឲ្យស្ត្រីសម្រាលបានស្រួលមិនមែនតាក់ទងលើការរួមភេទមួយមុខនោះទេលោកស្រីវិជ្ជបណ្ឌិតថាវាតាក់ទងនឹងកាយសម្បទារបស់ស្រីដែលមានអាងត្រគាកធំទំហំកូនទំហំក្បាលកូនសមាមាត្រនឹងអាងត្រគាកម្ដាយឬអត់មានសុកពាំងមាត់ស្បូនការធ្វើលំហាត់ប្រាណបើសិនជាស្ត្រីធ្វើលំហាត់ប្រាណបានត្រឹមត្រូវពេលមានផ្ទៃពោះគឺអាចកាត់បន្ថយការឈឺចាប់ពេលសម្រាលកូនបានលឿនការរួមភេទពពោះលើកលែងតែករណីមួយចំនួនប៉ុណ្ណោះដែលពេទ្យហាម៉ាក់រួមភេទអំឡុងពេលនេះព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃចំណុចទី1ធ្លាប់រលូតកូនញឹកញាប់ចំណុចទី2មានប្រវត្តិកូនកាត់មិនគ្រប់ខែចំណុចទី3សុកពាំងមាត់ស្បូនមួយផ្នែកឬទាំងស្រុងចំណុចទី4ប្តីឬប្រពន្ធមានជំងឺកាមរោគ